តើបងប្អូនធ្លាប់ដឹងអត់ថាយន្តហោះ V2 Spirit គឺជាប្រភេទយន្តហោះយុទ្ធសាស្ត្រទម្លាក់គ្រាប់បែកដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកដែលមិនធ្លាប់មានពីមុនមកយន្តហោះដ៏ចម្លែកមួយនេះគឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន Northrop Grumman ដែលត្រូវបានគេស្គាល់ថាជាប្រភេទស្លាបហោះពីព្រោះដោយសារវាគ្មានកន្ទុយបញ្ឈរដូចយន្តហោះធម្មតានោះទេហើយលក្ខណៈដែលពិសេសបំផុតសម្រាប់យន្តហោះមួយនេះគឺវាមានសមត្ថភាពអាចបំបាំងកាយដែលធ្វើឲ្យរ៉ាដារបស់សត្រូវចាប់មើលទៅហាក់បីដូចជាសត្វស្លាបដែលទូចបំផុតនៅលើអាកាសដែលវាអាចហោះបានមានសមត្ថភាពអាចហោះបានកម្ពស់ខ្ពស់ហើយប្រភេទយន្តហោះ V2 Spirit នេះផងដែរគឺត្រូវបានគេដឹងថាគឺអាចផ្ទុកទម្ងន់គ្រាប់បែកបានរហូតដល់18តោនអាចហោះហើរបានរយៈចម្ងាយជាង 100,000 គីឡូម៉ែត្រដោយមិនបាច់ចាក់ប្រេងវាថែមទាំងអាចកាន់កាប់នៅកំណត់ត្រាជាបេសកកម្មដែលវាយប្រហារផ្លូវឆ្ងាយផ្លូវអាកាសដែលវែងបំផុតក្នុងប្រវត្តិសាស្ត្រទៀតផងទោះបីជាបច្ចុប្បន្ន B2 គឺមានត្រឹមតែ21គ្រឿងដែលត្រូវបានផលិតបានក៏ដោយប៉ុន្តែ B2 នៅតែជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិកតើបងប្អូនគិតថាវាស័ក្តិសមនឹងតម្លៃជាង 2000 លាននោះដែរទេ